អស់រយៈពេល5ថ្ងៃមកហើយចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាដែលមានឈ្មោះថា Operation Epic Fury ទៅលើប្រទេសអ៊ីរ៉ង់សហគមន៍អន្តរជាតិដែលរួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកផងនោះបានឆ្លើយតបផ្សេងគ្នាអ្នកខ្លះបានផ្ដល់ការគាំទ្រដោយផ្ទាល់ឬផ្ដល់ការការពារអ្នកផ្សេងទៀតមិនបានយកខ្លួនទៅក្បែរឡើយដោយបារម្ភថានឹងអាចដុតរោលសង្គ្រាមកាន់តែធំឡើងនៅក្នុងតំបន់ប្រទេសទូគីដែលជាសមាជិកអង្គការ NATO និងជាប្រទេសដែលមានភូមិផងរបងជាមួយអ៊ីរ៉ង់បាននិយាយថាខ្លួនកំពុងចូលរួមជាមួយគ្រប់ភាគីទាំងអស់ដើម្បីបញ្ចប់សង្គ្រាមនិងវិលត្រឡប់ទៅរកតុចរចាវិញអគ្គលេខាធិការអង្គការ NATO លោក Mark Rutte កាលពីថ្ងៃច័ន្ទបានលើកសរសើរកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហរដ្ឋអាមេរិកប្រឆាំងជាមួយនឹងសាធារណរដ្ឋអ៊ីស្លាមក៏ប៉ុន្តែបានសង្កត់ធ្ងន់ថា NATO នៅក្នុងនាមជាសម្ព័ន្ធមិត្តនឹងមិនចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមនេះទេនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសគឺលោក Keir Starmer បានផ្ដល់ភ្លើងខៀវសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពអង់គ្លេសសម្រាប់គោលបំណងការពារជាក់លាក់មួយនិងមានកំណត់ទោះជាយ៉ាងណាក៏ដោយចក្រភពអង់គ្លេសបានសង្កត់ធ្ងន់ថាខ្លួនមិនមានសង្គ្រាមជាមួយអ៊ីរ៉ង់ដោយផ្ទាល់ឡើយរឿងនេះបានកើតឡើងបន្ទាប់ពីមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេសមួយកន្លែងនៅក្នុងប្រទេសស៊ីបត្រូវបានវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យដែលបណ្ដាលឲ្យមានការខូចខាតមួយចំនួនតែគ្មានអ្នកស្លាប់និងរបួសឡើយប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់បារាំងផ្លាស់ទីពីដែនសមុទ្របាល់ទិកទៅកាន់សមុទ្រមេឌីទែរ៉ាណេដើម្បីជួយការពារសម្ព័ន្ធមិត្តអំឡុងពេលជម្លោះប្រទេសអាល្លឺម៉ង់បាននិយាយថាខ្លួនមិនបានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារទៅលើអ៊ីរ៉ង់នោះទេប៉ុន្តែបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការការពារប្រសិនបើចាំបាច់ទោះជាយ៉ាងណាក៏ដោយចុះអេស្ប៉ាញគឺជាអ្នកដែលរិះគន់យ៉ាងចាស់ដៃនៅក្នុងចំណោមសម្ព័ន្ធមិត្តទាំងអស់នាយករដ្ឋមន្ត្រី Pedro Sanchez បានថ្កោលទោសការវាយប្រហារទាំងអស់នោះថាជារឿងមិនសមហេតុផលហើយបានហាមឃាត់សហរដ្ឋអាមេរិកមិនឲ្យប្រើប្រាស់មូលដ្ឋានទ័ពអេស្ប៉ាញសម្រាប់ប្រតិបត្តិការយោធាឡើយជាការឆ្លើយតបប្រធានាធិបតីលោក Donald Trump បានចាត់ទុកអេស្ប៉ាញថាជាសម្ព័ន្ធមិត្តដែលអាក្រក់ហើយបានគម្រាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសមួយនេះយ៉ាងណានាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney ដែលជាមេដឹកនាំដ៏លេចធ្លោបំផុតក្នុងការគាំទ្រឲ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងតេហេរ៉ង់ងាកមកមើលអូស្ត្រាលីឯនេះវិញក៏បានសម្ដែងការគាំទ្រចំពោះការវាយប្រហារទាំងអស់នេះផងដែរដោយយល់ស្របជាមួយនឹងយុទ្ធសាស្ត្ររបស់រដ្ឋបាលទីក្រុង Washington ទោះជាយ៉ាងណាក៏ដោយចុះសកលលោកខាងត្បូងបានប្រតិកម្មខុសៗគ្នាប្រទេសជាច្រើននៅទូទាំងទ្វីបអាហ្វ្រិកអាស៊ីនិងអាមេរិកឡាទីនបានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្គ្រាមមួយនេះចិនប៉ាគីស្ថានប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងបានរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពយោធាថាជាការរំលោភទៅលើច្បាប់អន្តរជាតិនិងបានអំពាវនាវឲ្យមានដំណោះស្រាយដោយសន្តិវិធីប្រទេសដូចជាគុយបានិងម៉ាឡេស៊ីនៅក្នុងតំបន់អាស៊ានរបស់យើងឯនេះបានចាត់ទុកចំនួននេះថាជាការគំរាមកំហែងដល់ស្ថិរភាពពិភពលោកប្រទេសឥណ្ឌូនេស៊ីនិងប្រទេសដទៃទៀតបានសម្ដែងការសោកស្ដាយចំពោះការបែកបាក់ការទូតនិងបានសម្ដែងការប្រឆាំងក្នុងស្រុកចំពោះសង្គ្រាមកម្ពុជាបានជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់អតិបរមានិងជៀសវាងការកើនឡើងកម្ដៅបន្ថែមទៀតដោយសារតែសម្ព័ន្ធភាពកំពុងទទួលបានវិញ្ញាសាសាកល្បងថ្មីមួយនិងការទូតមានភាពតានតឹងថ្ងៃខាងមុខនឹងជាពេលដែលត្រូវកំណត់ថាតើនេះគឺជាប្រតិបត្តិការយោធាដែលមានពេលកំណត់មួយឬក៏ជាសង្គ្រាមនៅក្នុងតំបន់ដែលនឹងរីកកាន់តែធំទូលំទូលាយជាងនេះ